វិធីធ្វើទឹកគ្រឿងសាច់ជ្រូកគ្រឿងផ្សំសាច់ជ្រូកសាច់លាយខ្លាញ់បន្តិចការពីក្រូចឆ្មាខ្ទឹមសផ្កាស្នោត្រប់ស្រួយត្រកួនត្រសក់ខ្លាញ់ស្ករវិធីធ្វើសាច់ជ្រូកត្រូវហាន់រួចចិញ្ច្រាំឲ្យម៉ត់ខ្ទឹមត្រូវចិញ្ច្រាំឲ្យល្អិតយកខ្ទះចាក់ខ្លាញ់ទុកឲ្យក្តៅដាក់ខ្ទឹមចិញ្ច្រាំឲ្យឈ្ងុយដាក់សាច់ជ្រូកឆាឲ្យក្រៀមចន្តិចរោយស្កររួចយកការពីមកចាក់ទឹកលាយឲ្យល្មមសឹមចាក់មកក្នុងខ្ទះឆាជាមួយនឹងសាច់ជ្រូកទុកឲ្យពុះមួយស្របក់ដួសដាក់កូនចានក្រូចឆ្មាត្រូវចិតច្របាច់យកទឹកមកដាក់លាយជាមួយនឹងចានការពីភ្លាក់មើលឲ្យល្មមជាការស្រេចឯផ្កាស្នោត្រកួនត្រប់ស្រួយនិងត្រសក់ទុកធ្វើជាអន្លក់ញ៉ាំខ្យងឲ្យមានរសជាតិឆ្ងាញ់គ្រឿងផ្សំស្ករខ្យងសណ្តែកបណ្ដុះជីអង្កាមប្រហុកអំបិលទឹកត្រីក្រូចឆ្មាខ្ទឹមស្ទឹកខ្មេះវិធីធ្វើខ្យងត្រូវស្ងោរឲ្យឆ្អិនរួចចាក់យកសាច់មកហាន់ដាក់ចានទុកប្រហុកត្រូវអាំងឲ្យឆ្អិនយកខ្ទឹមសម្បកបុកលាយជាមួយនឹងស្ករឲ្យម៉ត់ចាក់ទឹកត្រីនិងទឹកខ្មេះបន្តិចសណ្តែកបណ្ដុះត្រូវលាងទឹកហើយយកទៅស្រុះនឹងទឹកក្តៅមួយស្របក់ឲ្យស្រពាប់ស្រង់ដាក់ឲ្យស្រស់ទឹកក្រូចឆ្មាត្រូវចិតច្របាច់លាយជាមួយនឹងប្រហុកទុកមួយអន្លើជីអង្កាមត្រូវលាងទឹកឲ្យស្អាតយកចានមួយធំដាក់ខ្យងសណ្តែកបណ្ដុះរោយអំបិលបន្តិចយកទឹកដែលលាយគ្រឿងហើយនោះមកច្របល់ចូលគ្នាឲ្យសព្វហើយដាក់ជីអង្កាមពីលើជាការស្រេច